សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំទៀតហើយថ្ងៃនេះយើងមកបន្តរឿងអាហុងទៀតបន្តពីភាគមុនក្មេងស្រីទាំងពីរដើរសម្ដៅទៅមាត់ទ្វារខណៈដែលពូចកប្រាប់កូនចៅវាឲ្យត្រៀមខ្លួនពេលវាទទួលបានសញ្ញាវានឹងបើកឡានចូលទៅហើយអ្នកផ្សេងទៀតក៏នឹងធ្វើសកម្មភាពតាមនោះដែរពេលពួកគេកំពុងដើរមីខ្មៅដែលលាក់កំនួយនោះក៏សួរថាហេតុអីបានជាបង្ខំនាងឲ្យមកជាមួយខ្សុចប្រាប់ថាដោយសារតែពួកគេមានចរិតដូចគ្នាពេកទើបនាងមិនអាចទុកចិត្តនាងបានទេមីខ្មៅក៏ប្រកែកថានាងគ្រាន់តែធ្វើរឹកអែបអបដើម្បីឲ្យពួកគេអាចបោកអាហុងបានងាយស្រួលជាងមុនប៉ុណ្ណោះស្រាប់តែពេលនោះពួកគេក៏បានឃើញសាកសពមួយគំនរនៅលើដីហើយក៏ដឹងភ្លាមថាមានការបាញ់ប្រហារគ្នានៅទីនេះពួកគេទាំងពីរគាំងដោយការភ័យខ្លាចហើយគិតចង់ថយក្រោយវិញតែបន្ទាប់មកក៏គិតថាអ្នកទាំងនេះប្រហែលជាមកដណ្ដើមស្បៀងរបស់អាហុងដែរហើយមើលទៅរឿងនេះធ្វើឲ្យពួកគេឆ្ងល់ថាតើអាហុងស្លាប់បាត់ទៅហើយឬអត់នៅក្នុងការបាញ់ប្រហារនោះតាមពិតទៅពួកគេក៏មិនខ្វល់ប្រមាណដែរឲ្យតែស្បៀងនៅតែមានពួកគេគិតចង់ហៅពួកចកចូលមកតែខ្សោយសម្រេចចិត្តថាពួកគេគួរតែលួចចូលទៅមុនដូច្នេះស្រីទាំងពីររូបក៏ដើរទៅជិតទ្វារធំតែបែរជាឃើញថាទ្វារនោះក្រាស់ពេកហើយបិទយ៉ាងជិតឈឹងមិនអាចចូលបានពេលនេះពួកគេចាប់ផ្ដើមឆ្ងល់ថាតើអាហុងនៅរស់ដែរពីលើប៉មយាមស្រីនិចស្រែកសួរចុះមកថាតើពួកគេចង់បានអ្វីពួកគេទាំងពីរប្រញាប់ធ្វើពុតជាមិត្តភក្តិរបស់អាហុងភ្លាមស្រីនិចក៏ប្រញាប់រាយការណ៍រឿងនេះទៅអាហុងដែលធ្វើឲ្យខ្សោចកាន់តែខឹងដែលគិតថាគាត់ទៅស្និទ្ធស្នាលនឹងស្រីផ្សេងបាត់ទៅហើយមីខ្មៅប្រាប់នាងឲ្យតាំងអារម្មណ៍ពួកគេកំពុងតែដោះស្រាយជាមួយមនុស្សមានអាវុធខ្សោចនៅតែទុកចិត្តលើពូចកឲ្យចាត់ការពួកគេព្រោះវាក៏មានកំភ្លើងដែរបញ្ហាពិតប្រាកដគឺការចូលទៅខាងក្នុងតាមទ្វាររបងនោះអាហុងដើរមកដោយផ្ទាល់ហើយឆ្ងល់ថាហេតុអីបានជាខ្សោចនិងមីខ្មៅមកទីនេះគាត់ក៏ប្រើភ្នែកទឹកភ្លាមៗដើម្បីឆែកមើលចេតនារបស់ពួកគេធ្វើរឹកផ្អែមល្ហែមនិងបង្ហាញការព្រួយបារម្ភតែគាត់អាចដឹងថាពួកគេកំពុងលាក់ចេតនាអាក្រក់ហើយមិនទុកចិត្តគាត់តតែសោះអាហុងសើចចំអកនឹងការសម្ដែងនេះរួចក៏ទម្លាយឲ្យដឹងថាគាត់ដឹងរឿងពូចកនិងកូនចៅរបស់វាកំពុងលាក់ខ្លួននៅក្បែរនេះដែរស្រីទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយមិនដឹងថាគាត់ដឹងរឿងនេះបានដោយរបៀបណាទេគាត់មិនលេងតាមពួកនាងទៀតទេហើយក៏បាញ់មួយគ្រាប់គំរាមខ្សោចនឹងមីខ្មៅស្រឡាំងកាំងដែលគាត់ហ៊ានធ្វើដល់ថ្នាក់នេះមែនមីខ្មៅនៅតែរក្សាភាពស្ងប់ស្ងាត់ហើយប្រាប់ខ្សោចកុំឲ្យភ័យស្លន់ស្លោពួកគេកំពុងប្រឈមមុខនឹងមនុស្សមានកំភ្លើងតែអាហុងគ្មានបំណងសម្លាប់ពួកគេឲ្យស្លាប់លឿនពេកទេវាងាយស្រួលពេកហើយស្រាប់តែពេលនោះសាកសពមួយបានងើបឡើងប្រែជាសំប៊ីហើយបន្ទាប់មកសាកសពផ្សេងទៀតក៏ចាប់ផ្ដើមប្រែប្រួលដែរគឺជំងឺផ្ដាសាយឈួតជ្រូកពីក្នុងព័ត៌មាននោះហើយដែលធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញសម្រាប់អាហុងនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតគាត់ចង់ឲ្យស្រីទាំងពីរនោះប្រឈមមុខនឹងទីបញ្ចប់ដ៏អាក្រក់បំផុតក្រោមកណ្ដាប់ដៃខ្សោចនិងមីខ្មៅនាំគ្នារត់បាត់ជើងសព្រាតរត់គេចពីពួកបិសាចដែលកំពុងតែដេញតាមពួកគេរត់ត្រឡប់ទៅរកពូចកដែលនៅតែមិនដឹងថាមានរឿងអ្វីកើតឡើងបន្ទាប់មកវាក៏ឃើញពួកសំប៊ីកំពុងតែសម្រុកដេញតាមនាងទាំងពីរស្រីទាំងពីរស្ទើរតែទន់ជង្គង់ទៅហើយដល់អង្វរពូចកនោះឲ្យជួយសង្គ្រោះពួកគេពូចកមិនដែលនឹកស្មានថានឹងមកជួបអ្នកឆ្លងមេរោគនៅទីនេះទេវាបដូរផែនការភ្លាមៗហើយបញ្ជាកូនចៅវាឲ្យដកថយវាមិនទាំងព្យាយាមជួយសង្គ្រោះស្រីទាំងពីរនោះផងខ្សោចមិនព្រមស្លាប់បែបនេះទេស្រីមានល្បិចម្នាក់នេះបានគប់កាបូបរបស់នាងទៅលើមីខ្មៅធ្វើឲ្យមីខ្មៅជំពប់ជើងដួលទៅលើដីដោយគ្មានផ្លូវកិច្ចមីខ្មៅក៏ត្រូវហ្វុងសំប៊ីរោមខំពួកវាហែកសាច់នាងហើយចាប់ផ្ដើមស៊ីនាងតែម្ដងខណៈពេលដែលនាងកំពុងត្រូវគេស៊ីទាំងរស់មីខ្មៅបានជេរប្រតិចខ្សោចហើយប្រាប់ថានាងក៏នឹងត្រូវស្លាប់យ៉ាងវេទនាបែបនេះដែរនៅថ្ងៃណាមួយខ្សោចនៅតែបន្តរត់ដោយជឿជាក់ថានាងបានធ្វើនៅអ្វីដែលនាងត្រូវតែធ្វើឈរមើលហេតុការណ៍ទាំងអស់នេះហុងទទួលបានបន្ទុក System សម្រាប់ការកម្ចាត់ការគំរាមកំហែងមួយទៀតខណៈពេលដែលស្រីនេះកំពុងភ័យរន្ធត់គាត់ក៏ទទួលបានបេសកកម្មថ្មីមួយដើម្បីសម្លាប់ពួកសំប៊ីដែលកំពុងដើរនៅក្បែរបន្ទាយស្រីនេះមិនគួរឲ្យជឿសោះថាការឆ្លងមេរោគនេះខ្លាំងរហូតអាចធ្វើឲ្យមនុស្សស្លាប់រស់ដូច្នេះថ្ងៃវិនាសពិតជាចាប់ផ្ដើមមែនទែនហើយអាហុង5នាងថានឹងមានការវិវត្តថ្មីជាច្រើនទៀតកើតឡើងហើយអ្នកឆ្លងអាចនឹងប្រែប្រួលសូម្បីតែបន្ទាប់ពីពួកគេស្លាប់ទៅហើយក៏ដោយដឹងថាមនុស្សគ្រប់គ្នាត្រូវតែលើរឿងនេះគាត់ក៏កោះហៅកិច្ចប្រជុំបន្ទាន់មួយឈុតបន្ទាប់មកទៀតក្រុមទាំងមូលបានអង្គុយចុះដើម្បីរៀបចំផែនការអាហុងប្រាប់មនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្នជានិច្ចហើយបិទទីកន្លែងនេះឲ្យជិតឈឹងរាងកាយរបស់ពួកគេត្រូវការពេលវេលាដើម្បីបន្ស៊ាំទៅនឹងប្រភពនៃការឆ្លងមេរោគនេះបើសិនជាពួកគេបន្ស៊ាំបានល្អហានិភ័យនៃការប្រែប្រួលភ្លាមៗនឹងថយចុះទោះបីជាយ៉ាងណាក៏ដោយសីហានៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះមិត្តដែលរងរបួសរបស់វិបុលនៅតែសម្រាកនៅក្នុងបន្ទប់សង្គ្រោះហើយការឆ្លងកំពុងតែកាន់តែអាក្រក់ទៅអាក្រក់នៅខាងក្រៅទីក្រុងកំពុងតែធ្លាក់ចូលទៅក្នុងភាពវឹកវរបន្ទាប់មកសាច់រឿងបានកាត់ទៅរកអាហួរដែលបានប្រាប់គ្រួសារគាត់ឲ្យនៅតែក្នុងផ្ទះខណៈពេលដែលគាត់ទៅឃ្លាំងដើម្បីយកស្បៀងគាត់ព្រមមានពួកគេកុំឲ្យបើកទ្វារឲ្យអ្នកណាជាដាច់ខាតតែស្រាប់តែពេលនោះមានអ្នកណាម្នាក់មកគោះទ្វារយ៉ាងខ្លាំងគាត់ឲ្យសញ្ញាប្រាប់គ្រួសារឲ្យនៅស្ងៀមរួចក៏កាន់ដំបងវីកូនហ្គោលដើរទៅរកទ្វារដោយត្រៀមខ្លួនវាកំទេចអ្នកឆ្លងមេរោគណាដែលចូលមកពេលឃើញថាគ្រាន់តែជាអាមៀនគាត់ក៏ទម្លាក់ការប្រុងប្រយ័ត្ននោះគឺជាកំហុសដ៏ធំបំផុតមួយព្រោះអាមៀនបាននាំមនុស្សផ្សេងទៀតមកជាមួយដើម្បីវេទកែរបស់វាពួកវាទាត់គាត់ឲ្យដួលទៅនឹងឥដ្ឋខណៈពេលដែលគាត់ស្រែកប្រាប់ឲ្យពួកវាឈប់បន្ទាប់ពីទទួលបានការមើលថែយ៉ាងល្អអស់ជាច្រើនឆ្នាំអាមៀននៅតែក្បត់គាត់អាមៀនតបវិញទាំងខឹងថាវាមិនដែលទទួលបានការមើលថែល្អនោះទេវាតែងតែត្រូវគេធ្វើឲ្យខ្មាស់និងប្រើធ្វើនេះធ្វើនោះរហូតអាហួររំលឹកវាថាគាត់ថាទាំងបានបង់លុយកក់ទិញផ្ទះឲ្យវាទៀតផងតែអាមៀននិយាយថារឿងនោះគ្មានន័យអ្វីសម្រាប់អ្នកមានដែលអាចទិញផ្ទះរាប់សិបខ្នងបាននោះទេអ្វីដែលវាចង់បានពេលនេះគឺសោឃ្លាំងអាហួរបដិសេធមិនព្រមឲ្យដូច្នេះអាមៀនក៏ងាកទៅរកគ្រួសាររបស់វាទាញសក់ប្រពន្ធគាត់ហើយកូនប្រុសតូចរបស់ពួកគេក៏ស្រែកឲ្យវាលែងម្ដាយគេក្មេងនោះមិនអាចធ្វើអ្វីបានច្រើនទេហើយអាមៀនក៏ទះកំភ្លៀងក្មេងនោះម្ដាយយ៉ាងខ្លាំងអាហួរស្រែកកំហកដាក់វាដែលហ៊ានធ្វើបាបប្រពន្ធនិងកូនគាត់អាមៀនឆ្លើយយ៉ាងត្រជាក់ថាពួកគេនឹងមិនអីទេបើសិនជាគាត់ព្រមសហការបន្ទាប់មកពួកវាក៏បង្ខំគាត់ឲ្យត្រឡប់ទៅឃ្លាំងវិញគាត់ចាក់សោបើកឃ្លាំងហើយពួកវាក៏ចូលទៅខាងក្នុងតែអាមៀនខឹងយ៉ាងខ្លាំងពេលឃើញថាស្ទើរតែគ្មានអីនៅសល់សោះ ថៅកែបញ្យល់ថាថ្មីនេះអាហុងបានទិញយកអីវ៉ាន់ស្ទើរតែទាំងអស់សូម្បីតែអាហារហួសដេឡេក៏ដោយ
គ្រាន់តែលើឈ្មោះអាហុងភ្លាមអាមានកំណត់ឃើញគំនិតបើសិនជាពួកគេទៅប្លន់គាត់វិញពួកគេនឹងមានស្បៀងគ្រប់គ្រាន់សម្រាប់រាប់ឆ្នាំសូម្បីតែហួរក៏ដឹងថាវាជាកំណត់ដ៏អាក្រក់មួយដែរពីការជួបគ្នាលើកមុនជាមួយអាហុងគាត់អាចដឹងថាអាល្អិតនេះមិនមែនងាយស្រួលនឹងរករឿងទេគាត់ថែមទាំងសង្ស័យថាអាហុងដឹងរឿងថ្ងៃវិនិច្ឆ័យមុនពេលវាចាប់ផ្ដើមហើយត្រៀមខ្លួនរួចរាល់តាំងពីដំបូងមកម្ល៉េះអាមេមិនចង់បន្ថយខ្លួនឯងទេដូច្នេះវាក៏បង្ខំឲ្យអាហួរជាអ្នកចាត់ការអាហួរមិនយល់សោះរហូតទាល់តែអាមៀងគម្រាមគ្រួសាររបស់គាត់បើសិនជាគាត់មិនអាចយកស្បៀងរបស់អាហុងមកបានទេប្រពន្ធនិងកូនរបស់គាត់នឹងត្រូវរងទុក្ខជាមិនខានសម្រាប់គាត់នេះគឺជាបញ្ហាដែលគ្មានផ្លូវចេញទាល់តែសោះត្រឡប់មកបន្ទាយវិញមិត្តភ័ក្តិរបស់សីហាកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគាត់បានប្រែជាសត្វសាហាវដែលគ្មានសតិសម្បជញ្ញៈអ្វីទាំងអស់ក្រុមអ្នកទាំងនោះមើលមិត្តភ័ក្តិរបស់ពួកគេធ្លាក់ក្នុងស្ថានភាពបែបនេះដោយក្តីអស់សង្ឃឹមបន្ទាប់មកអាដាមក៏និយាយថាពួកគេគួរតែសម្លាប់គាត់ចោលទៅរឿងនេះធ្វើឲ្យអាហុងចាប់ផ្ដើមសង្ស័យវាជាថ្មីម្ដងទៀតសីហាមិនជឿសោះថាអាដាមហ៊ាននិយាយពាក្យនេះចេញមកតែអាដាមពិតជានិយាយមែនវាប្រាប់ថាគ្មានប្រយោជន៍អីត្រូវទុកអ្នកឆ្លងមេរោគឲ្យនៅរស់ទេជាពិសេសគឺអ្នកដែលប្រែជាសម្ប៊ីបាត់ទៅហើយបើសិនជាគាត់រើមរះរួចអ្នកផ្សេងទៀតនឹងមានគ្រោះថ្នាក់មិនខានវាស្ដាប់តែឈឺចាប់តែវាជាការពិតអាហុងយល់ស្របមិនមានថ្នាំព្យាបាលទេដូច្នេះមិត្តរបស់ពួកគេមិនអាចត្រឡប់មកដូចដើមវិញបានឡើយដើម្បីសាកល្បងអាដាមអាហុងក៏ហុចកំបិតឲ្យវាដើម្បីចង់ដឹងថាវានឹងធ្វើអ្វីពេលដំបូងអាដាមគាំងស្ញឹងតែបន្ទាប់មកវាក៏យល់អាហុងចង់ឲ្យវាសម្លាប់មិត្តភ័ក្តិដែលឆ្លងមេរោគអាដាមញ័រខ្លួនខណៈពេលសម្លឹងមើលអាវុធនោះអាហុងបន្តដាក់សម្ពាធដោយរំលឹកថាវាជាអ្នកដែលសុំអាវុធនោះតើបើសិនជាវាគិតបែបនេះមែនអញ្ចឹងវាគួរតែជាអ្នកបញ្ជូនមិត្តភ័ក្តិរបស់វាទៅចោះមុនពេលរឿងរ៉ាវទៅឆ្ងាយជាងនេះសីហាក៏វាសកំបិតនោះចេញគាត់ដឹងថាជំរើសនេះគឺធ្ងន់ធ្ងរប៉ុណ្ណាហើយក៏ស្នើសុំធ្វើវាដោយខ្លួនអាហុងបញ្ញាប់ប្រមានគាត់ថាបើសិនជាគាត់ធ្វើរឿងនេះគាត់នឹងក្លាយជាឃាតករហើយវាមិនជារឿងលេងសើចទេតែសីហាទុកចិត្តអាហុងហើយនៅតែសម្រេចចិត្តធ្វើវាដដែលដោយឃើញការតាំងចិត្តរបស់គាត់អាហុងក៏បណ្ដោយឲ្យគាត់ឈានជើងទៅមុខនៅវិនាទីបន្ទាប់សីហាបានលើកកំបិតឡើងហើយរៀបនឹងវាទៅហើយស្រាប់តែអាហុងគាត់ភ្លាមទោះបីជាយល់ព្រមហើយក៏ដោយគាត់ក៏បដូរចិត្តនៅវិនាទីចុងក្រោយករណីរបស់វិបុលគឺខុសគេដូច្នេះអាហុងមិនទាន់ចង់ឲ្យគាត់ស្លាប់នៅឡើយទេគាត់នៅតែអាចប្រើការគាត់បាន System ធ្លាប់បានប្រមានគាត់រួចហើយថាការវិវត្តរបស់វិបុលគឺជាករណីកម្រពេលនៅតែ2នាក់ក្នុងបន្ទប់អាហុងក៏ទៅឆែកមើលគាត់ពេលនេះវិបុលគ្មានអ្វីក្រៅពីវិស័យដ៏សាហាវយង់ក្នុងនោះទេតែអាហុងដើរចូលទៅជិតគាត់ដោយគ្មានភាពភ័យខ្លាចហើយរំលឹកគាត់ថាគាត់នៅសល់ការងារមួយចុងក្រោយដែលត្រូវធ្វើថ្ងៃបន្ទាប់ឡានមួយបានបើកបុកបង្គោលភ្លើងគឺអាហួរដែលកំពុងតែមានថ្ងៃដ៏អាក្រក់បំផុតរហូតដល់បើកឡានមិនត្រង់ផ្លូវសំណាងល្អគាត់នៅក្បែរបន្ទាយគ្រប់គ្រាន់ដើម្បីដើរទៅបានតែរឿងរ៉ាវកាន់តែអាក្រក់ទៅពេលមានសម្ប៊ីមួយលោតមកវេប្រហារគាត់វាបានខំដៃរបស់គាត់រុញវាចេញរួចរត់ត្រឡប់ទៅឡានវិញទាញបានបំពង់ទីបដែកមួយហើយវាយក្បាលសម្ប៊ីនោះយ៉ាងចាស់ដៃគាត់នៅតែបន្តវារហូតដល់ក្បាលវាខ្ទេចខ្ទីអស់តែគាត់ចំណាយពេលយូរពេកទៅលើសម្ប៊ីមួយក្បាលនេះហើយពេលនេះសម្ប៊ីផ្សេងទៀតកំពុងតែសម្រុកចូលមកទោះបីជាមានរបួសក៏ដោយគាត់មួយនៅតែបន្តដើរសម្ដៅទៅបន្ទាយក្នុងពេលជាមួយគ្នានោះអាហុងបានរៀបចំមនុស្សរបស់គាត់រួចរាល់ហើយពួកគេទាំងអស់គ្នាមានអាវុធហើយត្រៀមខ្លួនជារួចរាល់ដើម្បីកម្ចាត់សម្ប៊ីនៅក្បែរបន្ទាយស្រីនិចមានការលំបាកជាមួយសម្លៀកបំពាក់ការពារពួកពិបាកស្លៀកពាក់តែពួកគេត្រូវការវាអាហុងបញ្យល់ថាសម្ប៊ីអាចស្ទុះមករកពួកគេដោយកម្លាំងដ៏ខ្លាំងដែលវាជាគ្រោះថ្នាក់សម្រាប់អ្នកដែលមិនមានបទពិសោធន៍ប្រយុទ្ធពួកគេអាចដោះវាចេញនៅពេលក្រោយបាននៅខាងក្រៅពួកគេបានជ្រើសរើសសម្ប៊ីមួយក្បាលជាគោលដៅអាហុងប្រាប់ឲ្យគ្រប់គ្នាត្រៀមខ្លួនពួកគេនៅជិតគ្រប់គ្រាន់ដើម្បីវាយប្រហារហើយសម្ប៊ីនោះក៏កលេចឃើញពួកគេហើយស្ទុះចូលមកភ្លាមពេលវាសម្រុកចូលមកអាហុងរំលឹកក្រុមឲ្យចេះការពារគ្នាទៅវិញទៅមកហើយរក្សាគម្លាតគាត់គេចផុតពីការស្ទុះមកខាំរបស់សម្ប៊ីហើយបង្ហាញពួកគេពីរបៀបវាយប្រហារបន្ទាប់ពីគេចរួចកន្លែងដែលល្អបំផុតសម្រាប់វេគឺសៀតផ្កានិងកញ្ចឹងកគឺជាចំណុចខ្សោយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបញ្ញាមានភាពក្លាហានហ៊ានវេក្បាលសម្ប៊ីតែជំនួសឲ្យការវាយត្រូវចំគោលដៅគាត់បែរជាធ្វើឲ្យខ្លួនឯងឈឺទៅវិញអាហុងប្រាប់ពួកគេថាការវាយក្បាលគឺគ្មានប្រយោជន៍ទេវាគឺជាជំរើសដ៏អាក្រក់បំផុតមួយដែលពួកគេមិនគួរធ្វើកំហុសនោះផ្ដល់ឱកាសឲ្យសម្ប៊ីវាយប្រហារដែលបង្ខំឲ្យបញ្ញាប្រើអាវុធរងបិសាចនោះចេះតែបន្តសម្រុកចូលខណៈពេលដែលគាត់ញ័រខ្លួនហើយស្រែកហៅគេឲ្យជួយទោះជាយ៉ាងណាក៏ដោយអាហុងកោតសរសើរដែលគាត់អាចការពារខ្លួនឯងបានបន្ទាប់មកសីហាក៏សម្រុកចូលហើយតម្រង់ទៅរកកញ្ចឹងកគាត់វេចំចំណុចខ្សោយនោះយ៉ាងល្អឥតខ្ចោះដែលផ្ដល់ឱកាសឲ្យអ្នកផ្សេងទៀតសម្រុកចូលនិងកម្ចាត់វាអាហុងរំលឹកពួកគេថាការវេផ្ទួនគឺជាគន្លឹះដើម្បីធ្វើឲ្យប្រកាសថាសម្ប៊ីនោះងាប់ពិតមែនសីហាងាកមកសួរថាតើពួកគេធ្វើបានល្អកម្រិតណាតែអាហុងឆ្លើយថាពួកគេគួរតែដឹងខ្លួនឯងហើយស្រាប់តែសម្ប៊ីមួយទៀតស្ទុះមករកគាត់ពីក្រោយខ្នងសីហាស្រែកព្រមានគាត់សម្ប៊ីនោះនៅសល់តែប្រមាណអ៊ីងទៀតនឹងដល់ស្មារបស់គាត់ទៅហើយស្រាប់តែអាហុងងាកមកចាប់ក្បាលវាជាប់ដោយគ្មានភាពភ័យខ្លាចសូម្បីតែបន្តិចគាត់ក៏យកវាធ្វើជាមេរៀនមួយទៀតគឺត្រូវតែប្រុងប្រយ័ត្នជំវិញខ្លួនជានិច្ចអ្នកផ្សេងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងល្បឿននិងប្រតិកម្មរបស់គាត់ពេលនេះក៏លេចមកមើលអាហួរវិញគាត់កំពុងតែសោកស្ដាយគ្រប់យ៉ាងពេលឃើញរថយន្តជាច្រើនចតនៅខាងក្រៅបន្ទាយមកសន្ទុះគាត់ឆ្ងល់ថាតើមានអ្នកណាសម្រាប់អាហុងបាត់ទៅហើយឬអត់បន្ទាប់មកគាត់ក៏ឮសំឡេងមនុស្សនិយាយគ្នានៅក្បែរនោះគាត់ចាំសំឡេងរបស់អាហុងហើយដើរចូលទៅមើលលាក់ខ្លួននៅក្រោយឡានគាត់សម្លឹងមើលដោយការភ្ញាក់អាហុងនិងក្រុមរបស់គាត់កំពុងតែកម្ចាត់សម្ប៊ីយ៉ាងងាយស្រួលអ្វីដែលគាត់មិនបានចាប់អារម្មណ៍នោះគឺសាកសពសម្ប៊ីរបស់មីខ្មៅកំពុងតែវាចេញពីក្រោមឡានហើយចាប់ជើងគាត់នាងទាញគាត់ឲ្យដួលយ៉ាងខ្លាំងដោយគ្មានផ្លូវការពារខ្លួនអាហួរក៏ត្រៀមខ្លួនស្លាប់ខណៈដែលសម្ប៊ីនោះស្ទុះមកខាំគាត់តែមុនពេលនាងអាចសម្លាប់គាត់បានក្បាលរបស់នាងក៏ផ្ទុះខ្ទេចអាហុងបានមកដល់ទាន់ពេលនឹងជួយសង្គ្រោះគាត់អាហួររុញសាកសពនោះចេញខណៈពេលដែលអាហុងសួរថាគាត់មកទីនេះធ្វើអីអាហួរចាប់ផ្ដើមបញ្យល់តែមុនពេលគាត់និយាយចប់អាហុងក៏ឃើញស្នាមខាំនៅលើដៃរបស់គាត់តម្រង់កាំភ្លើងទៅរកគាត់ហើយប្រាប់ថាគាត់ចប់ហើយ
អាហួរអង្វរគាត់ឲ្យស្ដាប់គាត់សិនមុននឹងកេះកាយកំភ្លើងអាហុងយល់ព្រមស្ដាប់តែរក្សាគម្លាតឲ្យឆ្ងាយសូម្បីតែអាហួរក៏ដឹងថាគ្មានផ្លូវជួយសង្គ្រោះគាត់បានទេពេលនេះវាគ្រាន់តែជារឿងពេលវេលាប៉ុណ្ណោះមុនពេលគាត់ប្រែជាសំប៊ីតែគាត់មិនចង់ឲ្យគ្រួសាររបស់គាត់ស្លាប់យ៉ាងវេទនាបែបនេះទេគាត់បញ្យល់ថាមានបានវេប្រហារពួកគេហើយចាប់ពួកគេធ្វើជាចំណាប់ខ្មាំងដើម្បីយកស្បៀងរបស់អាហុងគាត់ធ្លាប់ធ្វើរឿងអាក្រក់ជាច្រើនក្នុងជីវិតតែមិនដែលអាក្រក់ដោយអ្វីដែលអាមានកំពុងធ្វើពេលនេះទេគ្រួសាររបស់គាត់គឺគ្មានកំហុសហើយគាត់ដឹងថាអាមាននឹងមិនលើកលែងឲ្យពួកគេទេដូច្នេះគាត់អង្វរអាហុងឲ្យជួយសង្គ្រោះពួកគេអាហុងកំពុងតែមានការស្ទាក់ស្ទើរក្នុងចិត្តអាហុងដឹងថាហួរគឺជាមនុស្សអាត្មានិយមម្នាក់តែបរិះនេះក៏ធ្លាប់ជួយដឹកជញ្ជូនស្បៀងមកឲ្យគាត់ដែរលើពីនេះទៅទៀតនៅក្នុងក្រុមរបស់គាត់មានមនុស្សប្រុសច្រើនជាងមនុស្សស្រីដូច្នេះការជួយសង្គ្រោះគ្រួសារនោះអាចជួយធ្វើឲ្យមានតុល្យភាពឡើងវិញគាត់រត់តែពេញចិត្តជាងនេះទៅទៀតនៅពេលដែល system ផ្ដល់បេសកកម្មឲ្យការពារគ្រួសារអាហួរដើម្បីទទួលបាន27ទូគាត់ក៏នៅមានបេសកកម្មបច្ចុប្បន្នដើម្បីកម្ចាត់ពួកស៊ុំប៊ីដែលនៅជុំវិញមន្ទីរផងដែរ